ជម្រាបសួរអស់លោកអ្នកនាងមានស្ដាប់វិទ្យុខ្មែរពិភពលោកជាទីគោរពរាប់អានជួបគ្នាទៀតនៅក្នុងនាទីពីនេះពីនោះនេះក៏ថ្ងៃសៅរ៍ចុងសប្តាហ៍ទៀតទៅហើយតាមធម្មតាគឺតាមច្បាប់ពលកម្មអន្តរជាតិរបស់អង្គការ ILO បាទ ILO ពលករគ្រប់រូបនៅក្នុងពិភពលោកនេះត្រូវបានទទួលការឈប់សម្រាកខ្លះគឺធ្វើការមិនលើសពីមួយសប្តាហ៍48ម៉ោងទេតែខ្ញុំដូចជាគ្មានថ្ងៃឈប់សោះបាទប្តឹងដែរប្តឹង ILO ហ្នឹងបែបនេះមិនធម្មតាឡើយបាទហេតុចុះខ្ញុំនៅលើលោកនេះមិនយូរទៀតទេឥឡូវនៅមានកម្លាំងអាចត្រឹមបានក៏ត្រឹមតទៅទៀតសិនចុះបាទដល់ពេលណាក៏ពេលនោះមែនទេហើយសប្តាហ៍ថ្ងៃនេះនៅតាម Facebook YouTube ស្អីអស់ហ្នឹងមានបងប្អូនខ្មែរចេញមកបញ្ចេញមតិយោបល់ច្រើនណាស់សិតតែនិយាយបានល្អច្បាស់លាស់ហើយខ្លះក៏ជេរបានពីរោះជាទីបំផុតទៀតផងបាទគឺសុំឲ្យតែជេរមានហេតុមានផលស្ដាប់ទៅដំបូងអាចព្រឺរោមបាទព្រឺរោមតិចតែយូរទៅក៏ស្ដាប់ចូលទៅជាคล้ายទៅជាពីរោះតែមានអ្នកខ្លះជេរមិនត្រូវរឿងក៏ធ្វើឲ្យត្រូវអ្នកដទៃទៀតគេជេរឡងមកវិញអញ្ចឹងក៏មានបាទខ្ញុំមិនហ៊ានប្រកួតប្រជែងជាមួយនឹងបងប្អូនកូនក្មួយនៅលើ Facebook នោះទេសូមអញ្ជើញមកសេរីទៅចុះខ្ញុំគិតថាខ្ញុំសំពេលតែបន្តិចទៀតក៏នឹងលាទៅសាមភ្នោះហើយមើលទៅព្រោះចិត្តតែនឹងអស់កិលេសអីទៅហើយហ្នឹងមិនដឹងជានៅធ្វើអីទៀតបានដំណឹងមកថាអាយុនងៀងវ៉ាន់ឬអាសុកអានប្រេះពោះត្រូវគេសែងចូលពេទ្យនៅសង្ហបុរីអាចៅកង4ជាមយៀបក៏ចូលដេកពេទ្យនៅកាល់ម៉ែតហើយអាយុនហៅ5ហុងនឹងក៏ត្រូវមហារាជស៊ីពងអស់បាទសូមឲ្យវាច្រើនជាងនឹងទៀតបាទនៅមានច្រើនអ្នកទៀតដែលចង្រៃរុំរុកទាំងឡាយហ្នឹងឲ្យវាវិនិច្ឆ័យហិនហោចតាមតន់ពួកវាព្រោះតែវាក្បត់ជាតិខ្មែរអាណាក្បត់មេដាកម្ពុជាពួកអ្នកឯងត្រូវតែទទួលការឈឺចាប់បាទថ្ងៃនេះខ្ញុំខ្ជិលយករឿងពីស្រុកខ្មែរមកជម្រាបណាព្រោះដំណឹងវាមិនស្រស់ដោយផនគេបាទបណ្ដាញព័ត៌មានដទៃទៀតជាពិសេសពួក Facebook Link Instagram អីអស់ហ្នឹងម្យ៉ាងទៀតកម្មវិធីផ្សាយថ្ងៃនេះក៏មានច្រើនស្អីស្កាស់ណាស់ទៅហើយដល់អញ្ចឹងទៅខ្ញុំសូមយកអត្ថបទភាសាបារាំងមួយអត្ថបទមកបករលត់ជូនលោកអ្នកនាងស្ដាប់វិញមានមិត្តអ្នកស្ដាប់នៅប្រទេសបារាំងអ្នកប្អូនសំអែមរិតបានផ្ញើអត្ថបទមួយដែលបានទទួលពីលោកសឿនផលលីដែលថាលោកនឹងក៏បានឃើញអត្ថបទនេះនៅលើទំព័រ Facebook របស់លោកមួយដំណើរទៀតមែនទេខ្ញុំក៏ឃើញអត្ថបទនេះដែរមិនដឹងអ្នកណាសរសេរទេមានចំណងជើងថាការវិលត្រឡប់ទៅរករបបផ្ដាច់ការកុម្មុយនីសនៅកម្ពុជាបាទសាច់រឿងវាមានសេចក្តីដូចតទៅនេះបាទអ្វីបើសន្ធិសញ្ញាសន្តិភាពឆ្នាំ1991រវាងសម្ដេចឪនរោត្តមសីហនុនិងអតីតមេបញ្ជាការខ្មែរក្រហមហ៊ុនសែនបានអនុញ្ញាតឲ្យកម្ពុជាបានជួបប្រទះនឹងផ្លូវទៅកាន់សន្តិភាពនិងការស្ថាបនាឡើងវិញនៃរបបរាជានិយមនៅកម្ពុជាកាលពីឆ្នាំ1993តែការនេះបានទាមទារនៅធ្នូថ្លៃបំផុតគឺការដាក់ជាចំណាប់ខ្មាំងនៅអធិបតេយ្យនៃប្រជារាស្ត្រកម្ពុជាដែលឆន្ទៈបានត្រូវបកគលហ៊ុនសែនចិនឈ្លីឲ្យឈប់ឈរក្នុងគោលបំណងតែមួយរបស់វាគឺការបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិរបស់បកពួកនិងក្រុមគ្រួសារវាតែប៉ុណ្ណោះនោះហ៊ុនសែនឥតញញើតនឹងប្រព្រឹត្តអក្រិតកម្មរដ្ឋនិងបង្វែរស្ថាប័នប្រជាធិបតេយ្យទាំងអស់នៃប្រទេស
ក្នុងគោលដៅរក្សាទុកនៅអំណាចរបស់វាបរិះខ្លាំងរូបនេះបានគ្រប់គ្រងផែនដី32ឆ្នាំមកហើយបានដាក់បន្ទប់មនុស្សដែលវាទុកចិត្តទៅក្នុងកងទ័ពកងនគរបាលតុលាការនិងបណ្ដាញព័ត៌មានទាំងឡាយគណៈបកប្រជាជនមានសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាក៏ប៉ុន្តែភាពជាបកសម្លេងភាគច្រើននេះបានមកតាមរយៈល្បិចកលថោកទាបក្នុងការបោះឆ្នោតលើកមុននោះកាលពីឆ្នាំ1991ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងធំពីប្រតិបត្តិការជួយសង្គ្រោះដែលមានតម្លៃខ្ពស់បំផុតដែលអង្គការសហប្រជាជាតិធ្លាប់ចំណាយដើម្បីស្ថាបនាលទ្ធិប្រជាធិបតេយ្យនិងរបបសេរីពហុបកនៅក្នុងប្រទេសមួយក៏ប៉ុន្តែក្នុងរយៈពេល10ឆ្នាំគឺពីឆ្នាំ1979ដល់89វៀតណាមដែលជាប្រទេសជិតខាងដែលខ្លាំងក្លាជាងខ្លួនប្រាថ្នាចង់បានកម្ពុជាដោយឥតមានលាក់លៀមនិងដោយព្យាយាមត្របាក់លេបពីខាងក្នុងមកតាមរយៈការបញ្ជ្រាបជនជាតិយួនចូលមកក្នុងស្រុកខ្មែរនិងការបំបែកបំបាក់សាមគ្គីធម៌រវាងជនជាតិខ្មែរធ្វើឲ្យខ្មែរនិងខ្មែរជាសត្រូវនឹងគ្នាយួនវាមានឱកាសដល់ទៅ10ឆ្នាំដើម្បីត្រៀមរៀបចំអនុវត្តផែនការមហាប្រល័យគឺមហាឧត្បាតរបស់ពួកវាដែលជាពិសេសគឺប្រើខ្មែរឲ្យសម្លាប់ខ្មែរនោះម្យ៉ាងទៀតការនេះបានដាក់របបរាជានិយមខ្មែរដ៏ស្រួយខ្ចីឲ្យនៅជាចំណាត់ខ្មាំងផងដែរព្រោះកំហុសជាច្រើនរបស់ស្ដេចនរោត្តមសីហនុកាលពីឆ្នាំ1970នឹងការដែលព្រះអង្គបានចូលទៅរួមដៃជាមួយនឹងពួកខ្មែរក្រហមបានបន្សល់ទុកនៅឡើយនៅស្លាកស្នាមដ៏សែនឈឺចាប់នៅក្នុងការចងចាំនិងមនសិការខ្មែរនៃជំនាន់បន្តមកហ៊ុនសែនបានប្រើភាពស្រួយខ្ចីនៃរបបរាជានិយមនេះដើម្បីបង្កជាឧបសគ្គដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលតម្រូវឲ្យមានដោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ1991ស្ដេចកូននរោត្តមសីហមុនីដែលប្រតិយព្រះអង្គស្ថិតនៅឆ្ងាយពីរាជបល្ល័ង្កត្រូវបង្ខំឲ្យធ្វើតាមដៃដែលចង្អុលនិងភ្នែកទោលដែលសម្លឹងសម្ដក់របស់បរិះខ្លាំងនៃកម្ពុជាហ៊ុនសែនធ្វើភ្លៀងធ្វើផ្គរស្រេចតែនឹងចិត្តហើយក៏គំរាមសម្លុតរាជវង្សបើសិនណាហើយស្ដេចហ៊ានតែធ្វើអន្តរាគមន៍ក្នុងន័យអនុគ្រោះចំពោះគណៈបកជំទាស់ហ៊ុនសែនបានរៀបចំការបង្ក្រាបនិងបំបិទសម្លេងរិះគន់ដែលលន់ឮកាន់តែខ្លាំងឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដែលក៏គ្រាន់តែជាសម្បកក្រៅតំណាងឲ្យលទ្ធិប្រជាធិបតេយ្យសម្រាប់តែគេងយកជំនួយពីប្រទេសក្រៅតែប៉ុណ្ណោះនោះប្រទេសកម្ពុជាបច្ចុប្បន្នជំពាក់លុយបរទេសវិនកហើយថ្មីបើនៅក្នុងឆ្នាំក្រោយៗមកនេះមានកំណើនសេដ្ឋកិច្ចខ្លាំងក្លាកម្ពុជាក៏មិនប្រកាសថានឹងអាចទ្រទ្រង់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនបានព្រោះតែគម្លាតយ៉ាងធំរវាងអ្នកមាននិងអ្នកក្រកម្រិតដែលមិនអាចត្រឹមត្រូវបានในអំពើពុករលួយការបំផ្លិចបំផ្លាញធនធានធម្មជាតិមានព្រៃត្រីខ្សាច់ជាដើមបញ្ហាអចលនវត្ថុនិងការរឹបអូសយកដីធ្លីយ៉ាងអយុត្តិធម៌ក្រៅពីនេះក៏មាននយោបាយសិក្សាធិការនិងអប់រំដែលរខេករុក្ខាពុំអាចធានាទីផ្សារការងារឲ្យយុវជនខ្មែរបានឡើយទោះជាយ៉ាងណាក៏ដោយក៏នៅមានសក្តានុពលខ្លាំងក្លាក្នុងវិស័យមួយចំនួនដែលមានតម្លៃបន្ថែមដូចជាទេសចរណ៍សំណង់កសិកម្មដឹកជញ្ជូនជាដើមនោះក្នុងរយៈពេល32ឆ្នាំកន្លងមកនេះហ៊ុនសែននិងបកពួកក្នុងគណៈបកប្រជាជនបានក្តាប់ក្តោបយកទ្រព្យសម្បត្តិមហាសាលទាំងអស់ហើយក៏គ្រប់គ្រងផ្នែកសេដ្ឋកិច្ចជាគន្លឹះនានារបស់ប្រទេសកម្ពុជានៅក្នុងវិស័យនយោបាយហ៊ុនសែន
បានទទួលជ័យជំនះតាមរយៈការប្រើកម្លាំងនិងការបង្ក្រាបជិះជាន់ដោយបំពានទៅលើសិទ្ធិសេរីភាពរបស់បុគ្គលទៅលើយុត្តិធម៌សង្គមនិងទៅលើលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋខ្មែរដែលនឿយណាយនឹងសង្គ្រាមនិងអំពើហិង្សាបានព្យាយាមផ្លាស់ប្តូរស្ថានភាពកាលពីឆ្នាំ2013ដែលបាននាំគ្នាចេញទៅបោះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីឲ្យគណៈបកសង្គ្រោះជាតិដែលតំណាងឲ្យការផ្លាស់ប្តូរនិងក្តីសង្ឃឹមរបស់ពួកគេតែហ៊ុនសែននិងគណៈបកប្រជាជនបានប្រើបាតដៃបិសាចដើម្បីប្លន់យកលទ្ធផលនៃការបោះឆ្នោតម្ដងទៀតហើយគេក៏មិនអាចសង្ឃឹមបានដែរថាការបោះឆ្នោតនៅឆ្នាំ2017នេះនិង2018ខាងមុខនឹងប្រព្រឹត្តទៅត្រឹមត្រូវតាមច្បាប់នោះនីតិបញ្ញត្តិថ្មីដែលសភាជាតិបានបោះឆ្នោតអនុម័តដោយពុំមានការចូលរួមរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិគឺជាប្រផ្នូលបង្ហាញឲ្យដឹងជាមុនថាគណៈបកប្រឆាំងអាចនឹងត្រូវរំលាយចោលហើយបទពិសោធន៍ដ៏ខ្លីនៃលទ្ធិប្រជាធិបតេយ្យពីឆ្នាំ1991មកនោះក៏នឹងត្រូវបញ្ចប់ទៅត្រឹមនេះលទ្ធិប្រជាធិបតេយ្យដែលមានតែឈ្មោះប៉ុណ្ណោះនោះជនជាតិកម្ពុជាដែលរស់នៅឯនេសមុទ្រមិនដែលមានជំនឿសោះឡើយថាកម្ពុជាជាប្រទេសប្រជាធិបតេយ្យមានខ្លះបានគិតថាបញ្ហាអាទិភាពគឺគួរតែធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាមុនសិនរួចហើយលទ្ធិប្រជាធិបតេយ្យក៏នឹងតាមមកជាក្រោយគឺពួកគេបានយកប្រទេសសង្ហបុរីធ្វើជាគំរូក៏ប៉ុន្តែកម្ពុជាយើងមិនមែនសង្ហបុរីឬទោះជាភូមាក៏យើងមិនមែនដែរដែលថាកម្ពុជាខុសពីប្រទេសទាំងពីរដែលលើកយកមកជាឧទាហរណ៍នេះព្រោះកម្ពុជាមានប្រទេសជិតខាងដែលខ្លាំងក្លាជាងខ្លួនដល់ទៅពីរគឺយួននិងសៀមដែលកំពុងតែឈរសម្លឹងសម្លក់ហៀទុបាត់កក្លាក់ចង់ទៅលេបប្របាក់យកកម្ពុជានោះក្រៅពីនេះកម្ពុជាក៏នៅខុសគេក៏ឯងត្រង់ដែលមេដឹកនាំរបស់ខ្លួននិងអ្នកចេះអ្នកដឹងទាំងឡាយនៃប្រទេសបានត្រូវទទួលរងការប្រឡាយពូជសាសន៍និងសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរប្រមាណជា 80% សពថ្ងៃពុំបានស្គាល់សម័យខ្មែរក្រហមនោះទេហើយក៏មិនសូវដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរប្រទេសកម្ពុជាដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចដ៏រស់រវើកខណៈនេះចាំបាច់ត្រូវតែសាកស្រួលខ្លួនឯងឲ្យកាន់តែខ្លាំងអំពីបញ្ហាសង្គមបញ្ហាតុល្យភាពសេដ្ឋកិច្ចបញ្ហាបែងចែកធនធានប្រកបដោយសមធម៌បញ្ហាអភិវឌ្ឍសហគ្រាសនិងមធ្យោបាយផលិតបញ្ហាប្រព័ន្ធហិរញ្ញប្បទានបញ្ហាបង្កើតផ្សារការងារបញ្ហាអភិវឌ្ឍឧស្សាហកម្មនិងកសិកម្មបញ្ហាពាក់ព័ន្ធនឹងធនធានធម្មជាតិនិងធនធានមនុស្សជាដើមបើពុំធ្វើដូច្នេះទេមហាវិបត្តិថ្មីមួយទៀតច្បាស់ជានឹងផ្ទុះឡើងបង្កក្តីរំខាននិងក្តីលំបាកលំបិនដល់ប្រព័ន្ធមួយដែលខ្វះមុខខ្វះក្រោយនិងសែនអាណាធិបតេយ្យនិងដែលមេដឹកនាំសុទ្ធតែជាអតីតខ្មែរក្រហមដែលពុករលួយមហាពុករលួយហើយដែលប្រាថ្នាចង់តែបំបិទនិងបំបត្តិការចងចាំនិងសេរីភាពរបស់ប្រជាពលរដ្ឋមួយដែលចាប់ពីថ្ងៃនេះតទៅត្រូវតែក្រោកឈរឡើងដើម្បីទាមទារយកមកវិញនូវសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនបាទអត្ថបទនេះចាប់តែប៉ុណ្ណេះបាទខ្ញុំក៏ប្រឡិតទៅតាមរឿងទេខុសត្រូវតែមិនសូមអភ័យទោសបាទហើយក៏មិនមានអ្វីខ្លាំងក្លាទេរឿងទាំងអស់ហ្នឹងយើងដឹងទាំងអស់ទៅហើយថាពួកអាចង្រៃនៅភ្នំពេញហ្នឹងវាជាសត្រូវរបស់យើងបាទសត្រូវមែនទេពីព្រោះវាខ្ញុំកញ្ចេះគេហើយវានៅខ្វាក់ទៀតមើលមិនឃើញថាស្រុកខ្មែរសប្តាហ៍ថ្ងៃហ្នឹងកំពុងតែហិនហើយឈិបហាយនឹងសម្ប្រើពាក្យសៀមបន្តិចទៅអរលោកអ្នកនាងមានស្ដាប់ជាទីគោរពរាប់អានរឿងហ៊ុនសែនមែនទែនយើងមិនចាំបាច់លើកយកមកនិយាយទៀតឡើយព្រោះវាអន់ជាងមនុស្សទៅហើយនោះលោកស្អីលឹមហុងឬស្អីហ្នឹងដែលនៅអូស្ត្រាលីហៅពួកនឹងថាជារបបដេរិឆានបាទហើយមានខ្មែរជាច្រើនហៅក្បាលអាខ្វាងនឹងថាអាដេរិឆានតែម្ដងបើវាជាដេរិឆានហើយវាមិនមែនជាមនុស្សទេបាទយើងទាំងអស់គ្នាដឹងថា
ហ៊ុនសែនគឺជាឃាតករជាចៅប្លន់អំណាចជាកញ្ចេះយួនជាអាយ៉ងដែលយួនវាចាប់មកបន្ទប់ឲ្យកាន់អំណាចជារបាំងផ្សែងឲ្យពួកវាពួននៅពីខាងក្រោយវាមានតែនៅពីលើក្បាលមកខ្ញុំសូមនិយាយដោយតាមព្រោះថាចង់ឲ្យនិយាយតាមទៅតាមមកបើតាមទៅតាមមកយើងត្រូវនិយាយតាមហើយនិយាយឲ្យប្រជាជនខ្មែរបានដឹងកងទ័ពវៀតណាមនៅកម្ពុជាជាង 10,000 នាក់ខ្ញុំអាយ៉ងវៀតណាមមនុស្សគឺមនុស្សដែលមិនមែនជាមនុស្សបែបនេះវាមិនដែលចប់ជីវិតបានល្អនោះទេបាទចាំតែមើលចុះបញ្ហាគឺខណៈនេះវាមានអំណាចយើងមិនដឹងជានឹងទៅធ្វើអ្វីវាបានដូចចិត្តយើងចង់បានតែរងចាំផ្លែឈើទុំវាជ្រុះតែប៉ុណ្ណោះក្រៅពីមានសត្វជ្រឹងសត្វប្រជៀវហើរមកចោះមកទម្លាក់វាបាទមុនវាជ្រុះឯងតើលោកអ្នកនាងណាចង់ធ្វើជាអាប្រជៀវ Batman បាទឆាប់ធ្វើទៅព្រោះឱកាសនៅមានលោកអ្នកនាងដែលស្ថិតនៅក្នុងគណៈបកសង្គ្រោះជាតិគួរតែក្លាហានឡើងធ្វើកិច្ចការនេះជីវិតរស់នៅបន្តិចទៀតក៏ងាប់ទៅហើយបាទជាពិសេសលោកអ្នកនាងដែលឈឺគួរតែពលីជីវិតបាទខ្ញុំគិតថាភ្លេចមុខទៅពោចិនតុងថាជាគេចាប់យកទៅឲ្យកពើស៊ីដែរថាកំសាក៏បានដែរបើខ្ញុំទៅក៏មិនដឹងជាទៅធ្វើអីវាគិតខ្លួនមិនបានបើជាអបជាវទៅវាមិនអីទេតែលោកអ្នកដែលជាសមាជិកសភា55អ្នកនោះឥឡូវនឹងនៅសល់50ប្រមាណដែរហើយទេអ្នកខ្លះសុំហ៊ានធ្វើកិច្ចការនេះឡើងគឺកាន់កតាបមួយដាក់ TNT ពេញចូលទៅបំផ្ទុះក្នុងសភានៅពេលប្រជុំពេញអង្គលើក្រោយបាទតែមួយក្តាំងអស់ពួកអាមនុស្សចង្រៃពីស្រុកខ្មែរហើយបាទប្រញាប់ធ្វើឡើងព្រោះតិននៅមានពេលពួកវាមិនប្រយ័ត្នចាប់ពីថ្ងៃដែលខ្ញុំនិយាយនេះទៅខ្ញុំថាពួកវាឆែកឆេរបើកមេហើយបាទអ្នកណាមិនហ៊ានខ្ញុំគិតថាត្រង់ធម្មិកោតូមីកូយើងនឹងគួរតែហ៊ានបាទនៅធ្វើអ្វីទៀតជីវិតអត់ន័យបាទជីវិតអត់ន័យបែបនេះដូច្នេះត្រូវធ្វើអ្វីដែលមិនធ្លាប់មានអ្នកណាគេធ្វើម្ដងទៅមើលត្រង់អាចចូលទៅចិត្តពួកអាមនុស្សចង្រៃបានដូច្នេះសុំសៀតកំភ្លើងមួយដើមស្វ័យប្រវត្តិអីអញ្ចឹងទៅណាបាញ់បាន 10-20 គ្រាប់ហ្នឹងអ៊ូស៊ីក៏បានស្អីក៏បានដែរបាទហើយចូលទៅបាញ់ក្បាលអាខ្វាងឲ្យចំភ្នែកជាវាបាទតែមកផាំងរឿងរបស់ខ្មែរច្បាស់ជានឹងបដូរសេណារីយ៉ូពីបាតដៃជាខ្នងដៃកលាប់ចាក់បាទកលាប់ចាក់ដូច្នេះខ្មែរបានអំពាវនាវឲ្យម្ចាស់តូមីកូធ្វើពលីកម្មដើម្បីជាតិឲ្យសមជាពូជស្ដេចខ្មែរបន្តិចទៅមើលបើមិនដូច្នោះទេឲ្យអាស្ដេចចាក់ពងក៏បានបាទព្រោះអាស្ដេចមួយនេះវាធ្លាប់តែអាក្រក់មកមួយជីវិតវាទៅហើយមុននឹងងាប់តែហោងគួរងាប់ឲ្យសង្ហាបន្តិចទៅមើលកុំកំសាកពេកឱកាសមានឥឡូវហ្នឹងក៏ជិតងាប់ហើយធ្វើស្អីឡើងទៅចង់បាញ់អាពួកក្បត់ជាតិក៏ឆាប់ធ្វើទៅដើម្បីឲ្យរាជានិយមបានល្បីល្បាញឡើងឲ្យគេពឹងបានមិនមែនចាំតែសុំបើកប្រាក់ខែមួយខែឲ្យខ្លាចអាសម្ដេចឈួតហ្នឹងទេអរលោកនាងមានស្ដាប់ជាទីគោរពរាប់អានជេរអស់ចិត្តហើយថ្ងៃនេះខ្ញុំសូមជម្រាបថាបានទទួលសម្បត្តិ3ច្បាប់ពីមិត្តអ្នកស្ដាប់និងសហសេវកគឺច្បាប់ដំបូងខ្ញុំបានទទួលពីលោកបងនួនសុកវាងនៃនេតិកែមលីនេតិពុទ្ធសាសនាដែលលោកបានផ្ញើចែកមកសូមឲ្យខ្ញុំបញ្ជូនបន្តទៅស្រុកខ្មែរតែដែលលោកបានឮខ្ញុំត្អូញត្អែថាខ្ញុំមានការពិបាករឿងផ្ញើលុយកាក់ឆ្លងដែនលោកក៏បានទូរស័ព្ទមកប្រាប់ថាលោកនឹងឲ្យញាតិមិត្តរបស់លោកនៅស្រុកខ្មែរយកទៅឲ្យអ្នកដែលលោកចង់ជួយនោះវិញបាទគឺលោកចង់ជួយកញ្ញាលុយដានីដែលថាបង្រៀនភាសាអង់គ្លេសឲ្យក្មេងៗឯហ្នឹងបាទរឿងអស់នេះសូមជួយធ្វើទៅចាស់ខ្ញុំសូមដកខ្លួនចេញបាទក្រោយពីបានទទួលសម្បត្តិខ្ញុំក៏បានហែកឆែករបស់លោកចោលហើយបាទហើយមួយច្បាប់ទៀតខ្ញុំបានទទួលពីលោកខួនវ៉ាន់ឌីនិងអ្នកស្រីខួនឧតី
លោកវ៉ាន់ឌីបានសរសេរមកពីលេខ Wood រដ្ឋ California ប្រាប់ដូចនេះបាទជំរាបសួរលោកសវិតខ្ញុំវ៉ាន់ឌីសូមជម្រាបសួរសេចក្តីសុខទុក្ខលោកព្រមទាំងគ្រួសារតើបានប្រកបដោយសុខសប្បាយដែរឬទេឯខ្ញុំវិញទទួលនៅជំងឺប្រចាំកាយធ្វើការអ្វីមិនបានល្អទេត្រឹមត្រូវតែខ្លួនលុយ$150នេះសូមជូនវិទ្យុខ្មែរពិភពលោក$120សម្រាប់ឆ្នាំ2017ឯលោកសវិតឲ្យ$30សូមទោសសូមលាវ៉ាន់ឌីខួនបាទសូមអរគុណបាទអរគុណដែលឈឺផងទេផងជួយមកទៀតបាទសូមអរគុណលោកយ៉ាងច្រើនខ្ញុំក៏បានតែសុំឲ្យលោកវ៉ាន់ឌីឆាប់ជាពីជំងឺតម្កាត់នឹងទៅបាទមិនដឹងជាជួយយ៉ាងណាវិញដែរបាទច្បាប់ទី3ខ្ញុំបានទទួលពីលោកអូនកថាភឿកនិងអ្នកស្រី Holly ភឿកនៅ Newport News រដ្ឋ Virginia បងប្អូនក៏ថាសរសេរមកថាជំរាបសួរបងសវិតខ្ញុំសូមផ្ញើភ្ជាប់មកនៅ Shake $200សម្រាប់ហ៊ុនមួយហ៊ុនខ្ញុំពុំប្រកាសថាមានដាក់ហ៊ុនជាមួយនឹងបងដែរឬក៏អត់ពីពេលមុនគួរពុំគួរសូមបងអភ័យទោសសូមបងទទួលជោគជ័យគ្រប់យ៉ាងដែលរាប់អានពីខ្ញុំនិងគ្រួសារបាទសូមអរគុណលោកប្អូនអរគុណច្រើនដែលជួយគ្រប់គ្រងខ្ញុំឆែកមើលហើយលោកប្អូនពុំបានជាសមាជិកទេតែខ្ញុំក៏សូមស្វាគមន៍បាទសូមស្វាគមន៍សមាជិកថ្មីនៃមូលនិធិខ្មែរពិភពលោកខ្ញុំនៅតែពុំទាន់បានទទួលចម្លើយពីគណៈកម្មការចុះឈ្មោះក្រុមហ៊ុនរបស់រដ្ឋ Virginia ឬ Incorporation Commission បាទដាក់ពាក្យសុំទៅហើយកែស្អីអស់ទៅហើយតែនៅស្ងាត់ជ្រាបមកមិនទាន់បានដំណឹងតបមកវិញអ្វីវាមិនដូចចិត្តយើងចង់សោះបាទតែខ្ញុំក៏នៅតែមានសុតិធិនិយមថាសេចក្តីព្យាយាមរបស់យើងនឹងបានសម្រេចជោគជ័យនៅថ្ងៃណាមួយជាពុំខានដូច្នេះឥឡូវនេះយើងបាន148បាទ148ហ៊ុនហើយសូមអរគុណលោកអ្នកនាងបាទហើយខ្ញុំក៏សូមអេវ៉ាំងតែប៉ុណ្ណេះចុះសម្រាប់ពីនេះពីថ្ងៃនេះជម្រាបលាបាទចាំជួបគ្នាថ្ងៃក្រោយទៀត